មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបាត់ដំបងគណៈវិទ្យាសម្រាប់ខ្ញុំត្រៀមចូលរួមបងដោយសារផ្ទះខ្ញុំរាល់ឆ្នាំគាត់សែនចូលឆ្នាំចិនដែរអញ្ចឹងខ្ញុំអាចថាមានកម្រងទៅផ្ទះមួយថ្ងៃអីទៅជួយម៉ាក់អីចឹងមានដូចជាឆាមីឆាបួងហើយវាឆាឲ្យម៉ាក់ខ្ញុំគាត់ធ្វើចាប់ឆាយរួមអីចឹងបងហើយវាស្ងោរមកស្ងោរអីចឹងចាប់អារម្មណ៍ដែរបងដោយសារផ្ទះយើងទំនៀមទម្លាប់សែនរហូតចឹងបងជួបជុំបងប្អូនអីជុំគ្នាអញ្ចឹងសារដែលខ្ញុំចង់នេះហ្នឹងចង់ឲ្យវាយើងបើថាអ្នកធ្វើដូចរាល់ឆ្នាំទៅបងវាយើងប្រកាន់ទំនៀមទម្លាប់អីចឹងតាមទំនៀមទម្លាប់ផ្ទះមួយបើសិនជាគាត់មានជាប់ខ្សែចិនចឹងទៅគាត់ធ្វើចឹងទៅវាអត់មានអីជាបញ្ហាទេតំណែងដូចយើងកាន់តែស្និទ្ធស្នាលជាងមុនបងដោយសារខ្មែរយើងអាចថាមានអ្នកសែនចឹងទៅបើសិនជាសែនច្រើនចឹងទៅមានតំណែងមួយចិនច្រើនអីចឹងខ្ញុំឈ្មោះទីយ៉ាណាខ្ញុំជាសិស្សនិស្សិតនៅភូមិន្ទសាកលវិទ្យាល័យភូមិន្ទភ្នំពេញខ្ញុំរៀន Department គណិតវិទ្យាខ្ញុំឃើញពួកគាត់នៅតែមានការចាប់អារម្មណ៍ទៅចូលតាមអ្នកខ្លះខ្ញុំឃើញបងប្អូនខ្លះដល់ថ្ងៃចូលឆ្នាំចិនមកគេទៅជួបជុំយាយតាកង់ម៉ាគេនៅឯស្រុកទៅតែអ្នកខ្លះអត់ដែរដូចជាអត់ខុសឆ្គងទេសម្រាប់ខ្ញុំដែលសារវាគ្រាន់តែជាអាហ្នឹងជាសិទ្ធិរបស់យើងវាគិតថាគ្រួសារតាមគ្រួសារនីមួយៗចឹងខ្ញុំឃើញមិត្តភក្តិខ្ញុំខ្លះត្រៀមខ្លួនបដាហើយនៅនិយាយថាដល់ថ្ងៃចូលឆ្នាំចិនគាត់ទៅលេងផ្ទះកង់ម៉ាគាត់យាយតាម៉ាក់ប៉ាអញ្ចឹងក្នុងនាមជាយុវជនខ្ញុំចាប់អារម្មណ៍ថាបុណ្យប្រពៃណីចូលឆ្នាំចិនវាដូចតែប្រពៃណីចូលឆ្នាំខ្មែររបស់យើងដែរព្រោះដោយសារតែប្រទេសនីមួយៗប្រារព្ធពិធីបុណ្យចូលឆ្នាំតាមបណ្ដាប្រទេសឬតាមតំបន់មួយគឺដល់រៀងខ្លួនហើយណាមួយយើងប្រទេសយើងមានវប្បធម៌ចូលគ្នាផងអញ្ចឹងវាប្លែកបងដោយសារអីយើងបាននឹងចូលឆ្នាំចិនចូលឆ្នាំខ្មែរអញ្ចឹងពេលចូលឆ្នាំម្ដងគឺយើងបានជួបជុំគ្រួសារអញ្ចឹងបងខ្ញុំយល់ថាវាអត់មានអីខុសដោយសារតែថាពួកគាត់ចុកខ្សែអញ្ចឹងគាត់នៅតែសែនធម្មតាអីជាទម្លាប់របស់គាត់ព្រោះអ្នកខ្លះគាត់ក៏លេងសែនទៅអ្នកខ្លះក៏គាត់សែនទៅអាហ្នឹងតាមទំនៀមទម្លាប់របស់គាត់ប្រកាន់យកពីដើមមកអញ្ចឹងបងព្រោះទំនៀមទម្លាប់គាត់ទៅថាគាត់សែនតាមប្រពៃណីចរុងតាគាត់ចេញមកអញ្ចឹងដោយថាម្ដាយគាត់សែនចេះគាត់សែនចុះមួយតាមតំបន់រៀងខ្លួនរបស់គាត់ក្នុងឱកាសចូលឆ្នាំចិនហ្នឹងជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អទៅណាមកណាសុខភាពហើយលុយចូលច្រើនខ្ញុំជូនពរឲ្យពួកគាត់មានសុខភាពល្អរកស៊ីមានបាននិងលុយចូលផងវា